បងដែលជួលប្រជាប្រដ្ឋឲ្យទៅកាប់ឈើនៅនឹងព្រៃតអោកហ្នឹងបងមែនអត់បាទហើយដីនោះយ៉ាងម៉េចបងដីសហគមន៍ឬដីបងទិញឬដីយ៉ាងម៉េចដីខ្ញុំកាន់កាប់តាំងពីឆ្នាំ21ដែរប្រជាពលរដ្ឋជាច្រើនគ្រួសារសម្រុកជួលកាប់ព្រៃឈើក្នុងដីព្រៃសហគមន៍ពីលោកពៅរដ្ឋធាដើម្បីអាស្រ័យផលដីព្រៃសហគមន៍តាអោកដែលមានចំនួនជាច្រើនហិកតាក្នុងភូមិស្លែងកោងឃុំគោកថ្លុកលើស្រុកជីក្រែងខេត្តសៀមរាបដីព្រៃនេះធ្លាប់មានដើមឈើចម្រុះតូចធំជាចម្រោកសត្វព្រៃតាំងពីយូរលង់មកហើយបច្ចុប្បន្នព្រៃសហគមន៍ដ៏ធំធេងនេះកំពុងមានបញ្ហាប្រឈមអ្វីខ្លះបើយោងតាមសម្ដីប្រជាពលរដ្ឋជាច្រើនអ្នកបានប្រាប់អ្នកសារព័ត៌មានថាប៉ុន្មានឆ្នាំមុននេះមានបុគ្គលម្នាក់ឈ្មោះពៅរដ្ឋធាបច្ចុប្បន្នរស់នៅភូមិកំពង់ក្តី1ឃុំកំពង់ក្តីស្រុកជីក្រែងខេត្តសៀមរាបសង្ស័យបានប្រមូលទិញដីព្រៃខុសច្បាប់ពីប្រជាពលរដ្ឋក្នុងតម្លៃថោកបានចំនួនជាង60ហិកតាហើយបានដាំដើមកាសយ៉ាក្នុងព្រៃសហគមន៍នេះដើម្បីធ្វើអាជីវកម្មនិងបន្លំភ្នែកមហាជនធ្វើជាអ្នកការពារនិងអភិរក្សដីព្រៃសហគមន៍រហូតដល់ឆ្នាំ2025ដើមកាសយ៉ាធំលោកពៅរដ្ឋបានប្រមូលផលដោយលក់ដើមកាសយ៉ាឲ្យឈ្មួញនៅឆ្នាំ2026ស្រាប់តែមានប្រជាពលរដ្ឋជាច្រើនគ្រួសារសម្រុកជួលកាប់ឈើព្រៃលើដីសហគមន៍ពីលោកពៅរដ្ឋធាយ៉ាងកក្រឹកកក្រែងបើយោងតាមសម្ដីអ្នកស្រីហ៊ានខាត់បច្ចុប្បន្នរស់នៅភូមិតាភ្ញាឃុំគោកថ្លុកលើដែលបានជួលកាប់ឈើព្រៃនៅទីនោះបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី4ខែឧសភាឆ្នាំ2026ថាប្រជាពលរដ្ឋជាច្រើនគ្រួសារបានជួលកាប់ឈើព្រៃលើដីសហគមន៍នេះក្នុង1ហិកតាឲ្យលុយទៅលោកពៅរដ្ឋធា20,000រៀលអាចអាស្រ័យផលបានត្រឹម1ឆ្នាំកិច្ចការនេះមានមេការលោកពៅរដ្ឋធាម្នាក់ឈ្មោះធឿនជាអ្នកមើលការខុសត្រូវពាក់ព័ន្ធករណីខាងលើនេះមេឃុំគោកថ្លុកលើអ្នកស្រីឡាចសុភាបានឆ្លើយតបអ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram ថាលោកស្រីមិនបានដឹងរឿងនេះទេនឹងឲ្យអ្នកសារព័ត៌មានសួរនាំទៅម្ចាស់អ្នកដែលគេជួលកាប់ព្រៃនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើលោកពៅរដ្ឋធាជាអ្នកដែលជួលដីព្រៃសហគមន៍ឲ្យប្រជាពលរដ្ឋកាប់ព្រៃឈើដើម្បីអាស្រ័យផលបានឆ្លើយតបអ្នកសារព័ត៌មានតាមប្រព័ន្ធទូរស័ព្ទថាដីព្រៃនេះលោកបានប្រមូលទិញពីប្រជាពលរដ្ឋហើយបានកាន់កាប់តាំងពីឆ្នាំ2001មកម្លេះម្យ៉ាងវិញទៀតលោកបានការពារដីនេះដើម្បីធ្វើអាជីវកម្មដាំដើមកាសយ៉ាដោយសារដើមកាសយ៉ាកាប់លក់អស់ទើបលោកសម្រេចចិត្តឲ្យប្រជាពលរដ្ឋកាប់ឈើព្រៃឲ្យអស់ហើយឲ្យពួកគាត់អាស្រ័យធ្វើចំការដើម្បីឲ្យដើមកាសយ៉ាដុះលាស់សារជាថ្មីឡើងវិញហើយលោកបានបញ្ជាក់ថាដីសហគមន៍នេះមានទំហំរហូតដល់2000ហិកតាទៀតផងនាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងលោកវងសាំងសំរិទ្ធហៅហុងដាបានចូលមើលសំណួរអ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram ប៉ុន្តែលោកមិនបានបកស្រាយឆ្លើយតបអ្វីឡើយបញ្ហានេះធ្វើឲ្យមហាជនមានមតិរិះគន់មន្ត្រីរដ្ឋបាលព្រៃឈើនិងស្ថាប័នពាក់ព័ន្ធមួយចំនួនដែលមានតួនាទីការពារអភិរក្សព្រៃឈើក្នុងស្រុកជីក្រែងថាការអនុវត្តច្បាប់ស្តីពីព្រៃឈើមានស្តង់ដារ2ពោលគឺបង្ក្រាបបានតែប្រជាពលរដ្ឋក្រីក្រនិងគ្មានបពុជាអ្នកធំតែប៉ុណ្ណោះចំណែកអ្នកមានលុយមានខ្នងបង្អែកអស់លោកគ្មានសមត្ថភាពបង្ក្រាបនោះទេជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគឺឯកឧត្តមដិតឌីណានិងអភិបាលនៃគណៈអភិបាលខេត្តសៀមរាបគឺឯកឧត្តមប្រសិទ្ធភ័ណ្ឌមេត្តាធ្វើអធិការកិច្ចចំពោះលោកពៅរដ្ឋធាដែលបានឲ្យគេកាប់បំផ្លាញឈើព្រៃក្នុងដែនសហគមន៍តាអោកនេះផងទៀតថាតើការកាប់បំផ្លាញព្រៃក្នុងដែនសហគមន៍នេះត្រឹមត្រូវតាមច្បាប់ឬយ៉ាងណាពួកគាត់ប្រមានថាបើមិនដូច្នោះទេច្បាប់ស្តីពីព្រៃឈើលែងមានន័យក្នុងព្រះរាជាណាចក្រកម្ពុជាទៀតហើយរាយការណ៍ពីមេកុងញូ